ជំរាបសួរបងប្អូនទាំងអស់គ្នារឿងក្តីនៅថ្ងៃនេះជារឿងក្តីមួយដែលកើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ2014វាបានកើតឡើងលើបុរសដ៏ល្អម្នាក់ដែលមានឈ្មោះថា Nathan បានក្រោកពីព្រឹកព្រលឹមមុនថ្ងៃរះដើម្បីទៅរត់ហាត់ប្រាណនិងត្រូវត្រឡប់មកដល់ផ្ទះវិញនៅម៉ោង6ព្រឹកប៉ុន្តែនៅថ្ងៃនោះម៉ោងជាង7ព្រឹកទៅហើយ Nathan នៅតែមិនទាន់ទៅដល់ផ្ទះប្រពន្ធរបស់គាត់កំពុងមានផ្ទៃពោះនាងភ្ញាក់ពីដំណេករៀងយូរហើយដែរនៅតែមិនទាន់ឃើញប្តីទៅដល់ផ្ទះវិញដែលវាខុសពីទម្លាប់រាល់ដងរបស់ Nathan រាល់ព្រឹក Nathan ត្រឡប់មកផ្ទះវិញទៀងម៉ោងណាស់គាត់មិនដែលបាត់យូរដូចនេះឡើយប្រពន្ធរបស់ Nathan មានអារម្មណ៍មិនសនុកចិត្តនាងក៏ទាញអាវធំយកមកពាក់រួចចេញទៅក្រៅរកប្តីពេលនោះហើយដែលប្រពន្ធរបស់ Nathan បានដឹងថាមានរឿងអ្វីខ្លះនាំឲ្យប្តីរបស់នាងម៉ោង7ជាងទៅហើយនៅតែមិនទាន់ទៅដល់ផ្ទះឥឡូវបើបងប្អូនចង់ដឹងថាមានរឿងអ្វីខ្លះបានកើតឡើងលើ Nathan តើប្រពន្ធរបស់គាត់រកឃើញ Nathan ដោយរបៀបណាតោះយើងមកស្វែងយល់ទាំងអស់គ្នាជនរងគ្រោះនៅក្នុងករណីនេះមានឈ្មោះថា Nathan Benjamin Trapassano គាត់មានអាយុ24ឆ្នាំ Nathan កើតនៅថ្ងៃទី17ខែឧសភាឆ្នាំ1989គាត់មានបងប្អូន5នាក់ហើយ Nathan គឺជាកូនទី4ក្នុងគ្រួសារ Nathan កើតនិងធំធាត់នៅទីក្រុង Sevier រដ្ឋ Pennsylvania Nathan ជាសិស្សពូកែនិងជាកីឡាករការ៉ាតេទទួលបានខ្សែក្បាច់ខ្មៅលើពីនេះ Nathan ជាមនុស្សចូលចិត្តតន្ត្រីចូលចិត្តឧបករណ៍ភ្លេងដូចជា piano និង violon ហើយគាត់អាចលេងបានយ៉ាងស្ទាត់ជំនាញ Nathan ជាមនុស្សស្ងប់ស្ងាត់ចិត្តល្អចូលចិត្តជួយយកអាសារគេឯងដឹងខុសត្រូវស្រឡាញ់បងប្អូននិងគោរពមនុស្សស្រីបន្ទាប់ពី Nathan បញ្ចប់ថ្នាក់វិទ្យាល័យគាត់ចង់ក្លាយជាបុគ្គលិកផ្នែកលក់ធានារ៉ាប់រងអាយុជីវិតប៉ុន្តែក្រោយមក Nathan រកឃើញថាខ្លួនឯងចូលចិត្តផ្នែកវប្បធម៌និងភាសាជាពិសេសវប្បធម៌ក្រិចនិងភាសាឡាតាំងដូច្នោះហើយ Nathan ក៏ចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកភាសាឡាតាំងក្រិចនិងបុរាណវិទ្យានៅសាកលវិទ្យាល័យ Ball State និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ2011 Nathan ជួបនិងស្គាល់អនាគតប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Jennifer Swihart នៅសាកលវិទ្យាល័យដែលគាត់សិក្សានឹងឯង Jennifer សិក្សាផ្នែកគិលានុបដ្ឋាយិកានៅសាកលវិទ្យាល័យតែមួយនឹង Nathan ពួកគាត់ទាំងពីរនាក់ជាអ្នកគោរពជឿសាសនាគ្រិស្តដូចគ្នាហើយទំនាក់ទំនងរបស់អ្នកទាំងពីររីកចម្រើនយ៉ាងឆាប់រហ័សពួកគាត់ទាំងពីរនាក់អាយុនៅក្មេងៗទេតែក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកមានទំហំយ៉ាងធំជ្រាលជ្រៅហើយមិនយូរប៉ុន្មាននៅអំឡុងខែឧសភាឆ្នាំ2013 Nathan និង Jennifer ក៏បានរៀបការជាមួយគ្នាយ៉ាងរ៉ូមែនទិកបន្ទាប់មក Jennifer និង Nathan បានផ្លាស់ប្ដូរទៅរស់នៅទីក្រុង Indianapolis ក្នុងរដ្ឋ Indiana ហើយ Nathan ទទួលបានការងារជាអ្នកសរសេរកម្មវិធីកុំព្យូទ័ររៀបការមិនបានយូរប៉ុន្មាន Jennifer បានផ្ដល់កាដូដ៏ធំមួយឲ្យ Nathan នោះគឺនាងមានទម្ងន់ហើយជាកូនស្រី Nathan ពិតជារំភើបក្រៃលែងនិងបានត្រៀមឈ្មោះរួចជាស្រេចសម្រាប់ដាក់ឲ្យកូនស្រីថា Cecilia Mary Nathan ទន្ទឹងរង់ចាំថ្ងៃកូនស្រីកើតតែជាអកុសលថ្ងៃនោះមិនអាចកើតមានក្នុងជីវិតរបស់ Nathan បានឡើយព្រោះមិនប៉ុន្មានសប្តាហ៍មុនពេលកូនស្រីរបស់ Nathan កើតស្រាប់តែមានរឿងរ៉ាវដ៏អាក្រក់បានកើតឡើងក្នុងជីវិតរបស់ Nathan នៅថ្ងៃទី1ខែមេសាឆ្នាំ2014គឺដូចជាថ្ងៃធម្មតារបស់ Nathan គាត់ក្រោកពីព្រឹកព្រលឹមមុនថ្ងៃរះពាក់ស្បែកជើងហើយរត់ហាត់ប្រាណតាមទម្លាប់រាល់ដងរបស់គាត់និងត្រឡប់មកផ្ទះវិញនៅមុនម៉ោង7ព្រឹកជារៀងរាល់ថ្ងៃតែនៅព្រឹកនោះ Nathan មិនឃើញត្រឡប់មកផ្ទះវិញចំណែកឯ Jennifer ប្រពន្ធរបស់គាត់នាងភ្ញាក់ពីដំណេកមិនឃើញប្តីនៅផ្ទះនាងគិតថាប្តីទៅធ្វើការបាត់ហើយប៉ុន្តែ Jennifer ឃើញទូរស័ព្ទរបស់ Nathan នៅលើតុបាយហើយអាវធំរបស់ Nathan នៅកន្លែងដដែល Jennifer មានអារម្មណ៍មិនសនុកចិត្តព្រោះជាធម្មតា Nathan ប្រកាសជាយកទូរស័ព្ទឬពាក់អាវធំទៅធ្វើការហើយចម្លែកអីថ្ងៃនេះ Nathan ធ្វើអញ្ចឹងរឿងតែមួយគត់ដែល Jennifer គិតគឺ Nathan មិនទាន់មកពីហាត់ប្រាណវិញដោយក្តីបារម្ភចិត្តនៅមិនស្ងប់ខ្វាយខ្វល់ពីប្តី Jennifer យកអាវមកពាក់រួចចេញទៅក្រៅស្វែងរក Nathan គ្រាន់តែ Jennifer ចេញក្រៅបានបន្តិច Jennifer ឃើញឡានប៉ូលីសជាច្រើនហើយក្រុមប៉ូលីសកំពុងតែហ៊ុំព័ទ្ធទីតាំងកើតហេតុដើម្បីប្រមូលភស្តុតាង
Jennifer ដើរទៅសួរប៉ូលីសថាតើមានរឿងអ្វីកើតឡើងហើយប៉ូលីសបានប្រាប់នាងថាមានបរិសម្នាក់ត្រូវបានគេបាញ់ប្រហារនិងមានអាការៈធ្ងន់ធ្ងរ Jennifer ព្យាយាមសាកសួរភិនភាគបរិសុទ្ធជនរងគ្រោះពីប៉ូលីសប៉ុន្តែប៉ូលីសពិបាករៀបរាប់ប្រាប់នាងហើយពួកគាត់បន្ថែមថាពួកគាត់មិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបានទេបន្ទាប់មក Jennifer ដកទូរស័ព្ទបង្ហាញរូបថតរបស់ Nathan ដល់ក្រុមប៉ូលីសហើយក្រោយពេលក្រុមប៉ូលីសឃើញរូបថតរបស់ Nathan ពួកគាត់តបទៅ Jennifer ថាបុរសម្នាក់នេះគឺជាជនរងគ្រោះដែលបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមុននេះបន្តិច Jennifer ឮភ្លាមនាងតក់ស្លុតយ៉ាងខ្លាំងហើយក្រុមប៉ូលីសបាននាំនាងទៅអង្គុយក្នុងឡានសម្រួលអារម្មណ៍រួចរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់នាង Jennifer កំពុងពោពោះនៅខ្វះតែប៉ុន្មានអាទិត្យទៀតដល់ថ្ងៃសម្រាលហើយតែបែរជាជួបរឿងបែបនេះទៅវិញបើតាមការស្រាវជ្រាវរបស់ប៉ូលីសនៅម៉ោង 5:50 នាទីមានស្ត្រីម្នាក់ឮសំឡេងកាំភ្លើងផ្ទុះហើយនាងងើបរកមើលតាមបង្អួចនិងបានឃើញ Nathan ដួលលើដីព្យាយាមហៅគេឲ្យជួយនារីម្នាក់នោះបញ្ញាប់រត់ចេញទៅមើលនិងបានទេទៅ911រាយការណ៍ពីអ្វីដែលនាងបានឃើញបើតាមនាងរៀបរាប់នាពេលនោះ Nathan ស្លៀកខោអត់មានអាវអត់មានស្បែកជើងដោយអាវនិងស្បែកជើងរបស់ Nathan នៅរាយពេញដីហើយ Nathan មានរបួសលើពោះដោយសារតែគ្រាប់កាំភ្លើងភ្លាម Nathan មានស្មារតីល្អប៉ុន្តែបន្ទាប់ពីប៉ូលីសនិងឡានសង្គ្រោះបានមកដល់ប្រហែល5នាទីស្ថានភាពរបស់ Nathan ចាប់ផ្ដើមធ្ងន់ធ្ងរ Nathan ចាប់ផ្ដើមបាត់បង់ស្មារតីគាត់មិនអាចនិយាយអ្វីកើតមិនអាចសូម្បីប្រាប់ឈ្មោះឬប្រាប់ហេតុការណ៍ដែលកើតឡើង Nathan ដកដង្ហើមផុតក្រុមប៉ូលីសក៏ប្រញាប់ប្រញាល់បញ្ជូន Nathan ទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះហើយគាត់ត្រូវបានបញ្ជូនចូលបន្ទប់វះកាត់ភ្លាមទោះបីជាគ្រូពេទ្យព្យាយាមជួយសង្គ្រោះ Nathan យ៉ាងណាក៏ដោយក៏ពួកគាត់មិនអាចជួយសង្គ្រោះអាយុជីវិតរបស់ Nathan បាន Nathan បានបាត់បង់ជីវិតនៅប្រហែលម៉ោង 7:40 នាទីព្រឹកក្នុងអាយុ 24 ឆ្នាំក្នុងការស្រាវជ្រាវរបស់ប៉ូលីស Nathan មិនដែលមានបទល្មើសខុសច្បាប់មិនដែលមានបញ្ហាគាត់ប្រឹងធ្វើការស្រឡាញ់មនុស្សជុំវិញខ្លួននិងត្រៀមលក្ខណៈរួចជាស្រេចដើម្បីទទួលស្វាគមន៍កូនស្រីជាទីស្រឡាញ់ជាទូទៅ Nathan ហាត់ប្រាណនៅពេលល្ងាចតែដោយសារប្រពន្ធចិត្តគ្រប់ខែហើយគាត់ចង់ចំណាយពេលល្ងាចនៅកំដរប្រពន្ធឲ្យបានយូរទើបគាត់បដូរទៅហាត់ប្រាណនៅពេលព្រឹកវិញដោយទុកឲ្យប្រពន្ធគេងយ៉ាងស្កប់ស្កល់នៅទីតាំងកើតហេតុប៉ូលីសរកឃើញសម្បកគ្រាប់មួយចំនួនបើតាមម្ចាស់ហាងលក់សម្បកកង់នៅទីតាំងកើតហេតុបានរៀបរាប់ថាគាត់ស្គាល់ Nathan ច្បាស់ហើយគាត់ឃើញ Nathan រត់ហាត់ប្រាណកាត់មុខហាងរបស់គាត់រាល់ថ្ងៃ Nathan តែងតែញញឹមលើកដៃសញ្ញោដាក់គាត់មិនដែលខានប៉ូលីសបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុហើយរូបភាពវីដេអូទាំងអស់នោះពណ៌សខ្មៅព្រិលពិបាកសម្គាល់មុខជនល្មើសតែអាចមើលឃើញពីសកម្មភាពទាំងស្រុងបាននៅព្រឹកនោះ Nathan ដើរហាត់ប្រាណធម្មតាស្រាប់តែមានបុរសម្នាក់រត់តាមពីក្រោយមួយសន្ទុះក្រោយមក Nathan ដើរត្រឡប់ក្រោយនិងមានជនល្មើសម្នាក់ទៀតដើរមក Nathan លើកដៃឡើងហើយជនល្មើសរុញគាត់ទៅចំណតឡានជនល្មើសបានបាញ់ Nathan ចំពោះហើយប្រញាប់រត់គេចខ្លួនចេញពីកន្លែងកើតហេតុប៉ូលីសសន្និដ្ឋានថានេះជាករណីក្មេងទំនើងប៉ុនប៉ងប្លន់ Nathan តែត្រូវបរាជ័យដោយសារ Nathan ទៅហាត់ប្រាណមិនបានយកអ្វីទៅជាប់ខ្លួនទាំងលុយទាំងទូរស័ព្ទឬរបស់មានតម្លៃផ្សេងទៀត Nathan ទុកនៅផ្ទះទាំងអស់ពេលជនល្មើសប្លន់មិនបានកើតកំហឹងក្តៅចិត្តក៏បាញ់ប្រហារ Nathan តែម្ដងដើម្បីបំបត្តិភស្តុតាងប៉ូលីសបានយកវីដេអូព្រិលនោះឲ្យអ្នកជំនាញកែសម្រួលឲ្យច្បាស់ជាងមុនបន្តិចដើម្បីអាចពិនិត្យមើលខោអាវដែលជនល្មើសស្លៀកពាក់បន្ទាប់ពីប៉ូលីសអង្កេតមើលដោយយកចិត្តទុកដាក់ពួកគាត់វិភាគថាជនល្មើសជាជនជាតិស្បែកខ្មៅនិងមានកម្ពស់ទាបករណីរបស់ Nathan ប៉ូលីសប្រឹងស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើសមួយរយៈមុខហើយនៅតែមិនអាចកំណត់មុខសញ្ញាជនល្មើសបានដើម្បីដោះស្រាយករណី Nathan ប៉ូលីសបានស្រាវជ្រាវករណីផ្សេងៗដែលកើតឡើងរយៈពេល48ម៉ោងនៅក្នុងទីក្រុង Indianapolis ក្រែងលោជាប់តាក់ទងនឹងករណីរបស់ Nathan តាមរយៈការស្រាវជ្រាវរបស់ប៉ូលីសនៅថ្ងៃកើតហេតុលើ Nathan ក៏មានក្មេងប្រុសម្នាក់មានឈ្មោះថា Simeon Rahim Adam ហៅក្រៅថា Red មានអាយុ16ឆ្នាំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់រយៈពេលត្រឹមតែ18ម៉ោងក្រោយការបាត់បង់ជីវិតរបស់ Nathan Simeon រងរបួសធ្ងន់ធ្ងរត្រង់កដោយសារគ្រាប់កាំភ្លើងប៉ូលីសបានទៅមន្ទីរពេទ្យដែល Simeon កំពុងសម្រាកព្យាបាល
ដើម្បីសាកសួរព័ត៌មានតែអាការៈរបស់ស៊ីមមានធ្ងន់ធ្ងរពេកទើបក្រុមប៉ូលីសមិនទាន់អាចសាកសួរព័ត៌មានអ្វីបានហើយពួកគាត់ទៅស្រាវជ្រាវខ្លួនឯងអំឡុងពេលស្រាវជ្រាវប៉ូលីសពិតជានឹកស្មានមិនដល់ថាស៊ីមមានជាប់តាក់ទងនឹងករណីជាច្រើនស៊ីមមានជាជនល្មើសម្នាក់ក្នុងចំណោមជនល្មើសផ្សេងទៀតក្នុងករណីលួចអាវុធពីហាងលក់កាំភ្លើងកាលពីអាទិត្យមុនស៊ីមមាននិងគ្នាបានទម្លុះចូលហាងលក់កាំភ្លើងប្រហែលម៉ោង 2 ទៀបភ្លឺលួចកាំភ្លើងបានចំនួន30ដើមនៅយប់ថ្ងៃទី1 ខែមេសាឆ្នាំ2014ប្រហែលម៉ោង 3 ទៀបភ្លឺពលគឺរយៈពេល2ម៉ោងមុនពេលកើតហេតុលើនេសិនក្រុមស៊ីមមានគ្នា4នាក់ប៉ុនប៉ងលួចឡានមួយគ្រឿងនៅក្លឹបដែលមានចម្ងាយជាង1គីឡូកន្លះពីកន្លែងនេសិនកើតហេតុក្រុមស៊ីមមានបំរុងនឹងលួចឡានបានហើយស្រាប់តែសន្តិសុខឃើញទាន់ហើយពួកគេប្រញាប់គេចខ្លួនបន្ទាប់មកនៅម៉ោង 5 ជិតចូលម៉ោង 6 ស៊ីមមានបានបាញ់ប្រហារនេសិនខណៈពេលនេសិនដើរហាត់ប្រាណបន្ទាប់ពីបាញ់ប្រហារនេសិនរួចស៊ីមមានបានឆ្លោះគ្នាជាមួយនឹងបរិសម្នាក់មានឈ្មោះថាអេរិករហូតឈានដល់ប្រើប្រាស់អាវុធបាញ់តដៃទៅមកបណ្ដាលឲ្យស៊ីមមានរងរបួសធ្ងន់ធ្ងរត្រង់ករួចបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនោះឯងក្រោយពេលអាការៈរបស់ស៊ីមមានបានធូរស្បើយប៉ូលីសបានចាប់ខ្លួនគេនិងបានចោទប្រកាន់គេលើករណីរបស់នេសិនតែស៊ីមមានប្រកែកថាខ្លួនមិនបានជាប់ពាក់ព័ន្ធក្រោយមកទៀតប៉ូលីសបានបញ្ចេញវីដេអូពីកាមេរ៉ាសុវត្ថិភាពដែលបានថតសកម្មភាពរបស់ជនល្មើសធ្វើលើនេសិនស្រាប់តែ Matthes ត្រូវជាបងប្អូនជីដូនមួយរបស់ស៊ីមមានបានឃើញវីដេអូនោះហើយ Matthes ស្គាល់ច្បាស់ថាជនល្មើសក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពគឺជាស៊ីមមានបងប្អូនជីដូនមួយរបស់ខ្លួនបើតាម Matthes និយាយស៊ីមមានរត់តាមនេសិនរួចបញ្ជាឲ្យនេសិនឈប់និងបញ្ជាឲ្យនេសិនដើរបកក្រោយទៅរបៀងចន្លោះក្លឹបកំសាន្តនិងហាងលក់សម្បកកង់ហើយស៊ីមមានស្រែកបញ្ជាឲ្យនេសិនដោះអាវចេញនេសិនលើកដៃឡើងជាសញ្ញាចុះញោមព្រមធ្វើតាមការបញ្ជារបស់ស៊ីមមានទាំងអស់តែស៊ីមមានបែរជាបាញ់ប្រហារនេសិនទៅវិញក្រៅពីម៉ាថេសក៏មានសាក្សីម្នាក់ទៀតបានប្រាប់ប៉ូលីសផងដែរថានៅថ្ងៃទី1 ខែមេសាឆ្នាំ2014ជាថ្ងៃកើតហេតុលើនេសិនគឺស៊ីមមានបានគោះទ្វារផ្ទះរបស់គាត់ទាំងព្រឹកព្រលឹមបណ្ដាលឲ្យគាត់ភ្ញាក់ពីដំណេកគាត់ទៅរកមើលក៏ឃើញស៊ីមមានដែលកំពុងរងរបួសធ្ងន់ធ្ងរស៊ីមមានដង្ហក់ខ្យល់ហើយគេសុំផ្ទះគាត់លាក់ខ្លួនដោយគេនិយាយថាប៉ូលីសកំពុងតាមចាប់ខ្លួនគេព្រោះគេបានបាញ់មនុស្សឲ្យរងរបួសបើតាមការស្រាវជ្រាវរបស់ប៉ូលីសក្រោយពេលស៊ីមមានបាញ់នេសិនគេបានឆ្លោះគ្នាជាមួយនឹងអេរិករហូតឈានដល់ប្រើប្រាស់អាវុធបាញ់តដៃទៅមកអេរិកបាញ់ស៊ីមមានត្រូវចំនួន3គ្រាប់ជាការបាញ់ការពារខ្លួនធ្វើឲ្យស៊ីមមានរងរបួសធ្ងន់ធ្ងរត្រង់កទើបបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែមួយនឹងនេសិនលើពីនេះស៊ីមមានប្រវត្តិប្រព្រឹត្តបទល្មើសតូចធំជាច្រើនដែលត្រូវបានគេកាត់ទោសឲ្យជាប់ឃុំឃាំងក្នុងផ្ទះប៉ុន្តែស៊ីមមានបានលួចចេញក្រៅជាច្រើនដងមន្ត្រីប៉ូលីសដែលទទួលបន្ទុកមើលការខុសត្រូវលើការឃុំឃាំងក្នុងផ្ទះរបស់ស៊ីមមានបានដឹងរឿងនេះដែរតែគ្មានចំណាត់ការត្រឹមត្រូវទើបបណ្ដាលឲ្យស៊ីមមានអាចចេញទៅក្រៅប្រព្រឹត្តបទល្មើសលើនេសិនក៏ដូចជាបទល្មើសផ្សេងទៀតរយៈពេលត្រឹមតែមួយយប់ស៊ីមមានប្រព្រឹត្តបទល្មើសចំនួន3ករណីរួមមានករណីរបស់នេសិនករណីប៉ុនប៉ងលួចឡាននិងករណីបាញ់ប្រហារអេរិកនិងមានករណីលួចកាំភ្លើងកាលពីអាទិត្យមុនផងដែរទោះបីជាស៊ីមមានអាយុក្រោម18ឆ្នាំតែរូបគេត្រូវបានចោទប្រកាន់ទោសកំហុសដោយមនុស្សធំពេញវ័យស៊ីមមានត្រូវបានចោទប្រកាន់ពីបទករណីឃាតកម្មប៉ុនប៉ងលួចប្លន់និងកាន់កាប់អាវុធដោយគ្មានអាជ្ញាប័ណ្ណនៅពេលដែល Jennifer ដឹងថាជនល្មើសដែលបាញ់ប្រហារនេសិនមានអាយុទើបតែ16ឆ្នាំនាងភ្ញាក់ផ្អើលនឹកស្មានមិនដល់និងបានបង្ហោះសារក្នុង Facebook ថានាងមិនស្គាល់ស៊ីមមានពីមុនមកហើយវាពិតជាឈឺចាប់ដែលក្មេងប្រុសម្នាក់ដើរផ្លូវខុសប្រព្រឹត្តបទល្មើសបែបនេះ Jennifer សូមឲ្យមហាជនគ្រួសារមិត្តភ័ក្តិបងប្អូនជួយអធិដ្ឋានឲ្យស៊ីមមាននិងនិយាយថានេសិនច្បាស់ជាអភ័យទោសឲ្យស៊ីមមានមិនខាននៅក្នុងពិធីបុណ្យសពរបស់នេសិនមានមនុស្សជាច្រើនអ្នកចូលរួមសូម្បីតែប៉ូលីសដែលស្រាវជ្រាវករណីរបស់គាត់ក៏ចូលរួមផងដែរនៅប្រហែល3សប្តាហ៍ក្រោយការបាត់បង់ជីវិតរបស់នេសិន Jennifer ឈឺពោះសម្រាលកូនហើយនាងបានដាក់ឈ្មោះកូនស្រីតាមការគ្រោងទុករបស់នេសិនគឺ Cecilia Marie កូនស្រីម្នាក់នេះជាមូលហេតុបណ្ដាលឲ្យ Jennifer រឹងមាំអាចរីករាយបន្តជីវិតបន្ទាប់ពីឆ្លងកាត់រឿងរ៉ាវដ៏ខ្មៅងងឹតក្នុងជីវិតមនុស្សភាគច្រើននិយាយថា Cecilia Marie មានមុខមាត់កាត់ទៅរកនេសិននាងស្លូតគួរឲ្យស្រឡាញ់មិនសូវយំរោគរឿងច្រើននិងមានសុខភាពល្អ
មួយរយៈពេលក្រោយមកស៊ីមមានត្រូវឡើងតុលាការកាត់ក្តីតាមការសន្និដ្ឋានទម្ងន់ទោសរបស់ស៊ីមមានមិនអាចជាប់ពន្ធនាគារអស់មួយជីវិតបានឡើយគឺគេអាចជាប់ពន្ធនាគារយ៉ាងហោចណាស់ពី45ទៅ65ឆ្នាំបើសិនជាគណៈវិនិច្ឆ័យរកឃើញថាគេមានទោសកំហុសជនល្មើសម្នាក់ទៀតក្នុងករណីរបស់ Nathan មានអាយុ16ឆ្នាំដូចគ្នាគេបានចូលខ្លួនធ្វើជាសាក្សីក្នុងតុលាការចោទប្រកាន់ស៊ីមមានក្នុងឆ្នាំ2015ស៊ីមមានសារភាពទទួលស្គាល់ទោសកំហុសថាខ្លួនជាអ្នកប្រព្រឹត្តបទល្មើសលើ Nathan នៅក្នុងបន្ទប់កាត់ក្តីគ្រួសារនិងមេធាវីការពារក្តីឲ្យស៊ីមមានបានលើកឡើងថាដើមហេតុបណ្ដាលឲ្យស៊ីមមានក្លាយជាមនុស្សបែបនេះគឺមកពីបញ្ហាកាលពីកុមារភាពដែលគេបានជួបប្រទះស៊ីមមានបាត់បង់ម្ដាយតាំងពីពេលគេមានអាយុ1ឆ្នាំ3ខែដោយម្ដាយរបស់គេលង់ទឹកចំណែកឯឪពុករបស់គេវិញជាប់ពន្ធនាគារជាច្រើនឆ្នាំមិនដែលបានមើលថែកូនប្រុសឡើយស៊ីមមានរស់នៅជាមួយគ្រួសារពូគេចាប់ផ្ដើមខូចចេះប្រព្រឹត្តបទល្មើសតាំងពីពេលគេមានអាយុ10ឆ្នាំមកម្លេះពូរបស់ស៊ីមមានបានអប់រំចិញ្ចឹមមើលថែឲ្យទៅរៀនតែគេមិនខំប្រឹងស៊ីមមានតែងតែបង្កបញ្ហាសែបគប់មិត្តភ័ក្តិមិនល្អកិច្ចសាលាឈប់រៀនតាំងពីយូរពូរបស់ស៊ីមមាននឹកហួសចិត្តនឹកស្មានមិនដល់ថាស៊ីមមានហ៊ានប្រព្រឹត្តបទល្មើសធំថ្នាក់នេះគាត់ព្យាយាមប្រាប់ណែនាំឲ្យស៊ីមមានដើរផ្លូវល្អឈប់រាប់អានមិត្តភ័ក្តិអាក្រក់ធ្វើជាមនុស្សល្អតែស៊ីមមានមិនស្ដាប់ការណែនាំរបស់គាត់ស៊ីមមានដើរចូលក្នុងបន្ទប់កាត់ក្តីទឹកមុខញញឹមញញែមសើចសប្បាយគ្មានបារម្ភអ្វីបន្តិចរហូតដល់ថ្នាក់ចៅក្រមសួរគេថាតើគេពេញចិត្តឬរំភើបរីករាយចំពោះទង្វើដែលគេបានធ្វើលើ Nathan មែនទេហើយស៊ីមមានឆ្លើយតបមួយម៉ាត់យ៉ាងខ្លីថាអត់បន្ទាប់ពីជំនុំជម្រះក្តីជាច្រើនលើកជាច្រើនសារគណៈវិនិច្ឆ័យរកឃើញថាស៊ីមមានទោសកំហុសនិងត្រូវជាប់ពន្ធនាគាររយៈពេល55ឆ្នាំដោយសារគេបានយល់ព្រមសារភាពទទួលស្គាល់ទោសកំហុសប៉ុន្តែស៊ីមមានអាចចេញមុនពេលកំណត់ត្រឹមរយៈពេល27ឆ្នាំបើសិនជាស៊ីមមានអត្តចរិតល្អក្នុងពន្ធនាគារចំពោះករណីបាញ់ប្រហារលើអេរិកស៊ីមមានត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល12ឆ្នាំដាច់ដោយឡែកពីករណីរបស់ Nathan នេះមានន័យថាចាប់ការទទួលទោសលើករណីរបស់ Nathan មានរយៈពេល27ឆ្នាំស៊ីមមានត្រូវបន្តទទួលទោសលើករណីរបស់អេរិក12ឆ្នាំបន្ថែមទៀតសរុបមកស៊ីមមានត្រូវជាប់ពន្ធនាគាររយៈពេល39ឆ្នាំដូចនេះនៅឆ្នាំ2054ស៊ីមមានអាយុ55ឆ្នាំគេអាចចេញពីពន្ធនាគារបានហើយចំពោះការបាត់បង់ Nathan គឺជាទុក្ខសោកដ៏ធំមួយក្នុងគ្រួសាររបស់គាត់ជាពិសេសគឺ Jennifer បានរៀបរាប់ថា Nathan ជាប្តីល្អគោរពឲ្យតម្លៃនាងផ្ដល់ភាពកក់ក្ដៅជួយលើកទឹកចិត្តនិងតែងតែធ្វើឲ្យនាងរីករាយជានិច្ច Jennifer បន្តថានាងមិនដែលមានអារម្មណ៍ថា Nathan បាត់បង់ជីវិតឡើយគឺ Nathan តែងតែនៅក្បែរខ្លួននាងជានិច្ចនាងនឹកនាដល់ Nathan គ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលមនុស្សជាច្រើនអ្នកបានផ្ដល់កម្លាំងចិត្តឲ្យនាងជួយជ្រោមជ្រែងនិងបង្កើតមូលនិធិរៃអង្គាសលុយបានចំនួន$170,000សហរដ្ឋអាមេរិកសម្រាប់ជួយ Jennifer និងកូនស្រី Jennifer រឹងមាំអាចបន្តជីវិតបានយ៉ាងរីករាយហើយរយៈពេល1ឆ្នាំក្រោយការបាត់បង់ជីវិតរបស់ Nathan Jennifer បានបញ្ចប់ថ្នាក់អនុបណ្ឌិតនិងទទួលបានការងារជាជំនួយការគ្រូពេទ្យគ្រួសារ Nathan បានបង្កើតយុទ្ធនាការមួយដាក់ឈ្មោះ Nathan ដើម្បីរៃអង្គាសលុយសម្រាប់ជួយទ្រទ្រង់ដល់កុមារដែលបាត់បង់ឪពុកម្ដាយយុទ្ធនាការនេះធ្វើឡើងមួយឆ្នាំម្ដងដោយពួកគេចូលរួមដើរជាក្បួនដើម្បីរៃអង្គាសលុយតាមផ្លូវក្នុងទីក្រុង Indianapolis រដ្ឋ Pennsylvania ហើយសប្បុរសជនក៏អាចចូលរួមបរិច្ចាគចូលមូលនិធិតាមអ៊ីនធឺណិតផងដែរបើនៅសាកលវិទ្យាល័យដែល Nathan ធ្វើការបានផ្ដល់អាហារូបករណ៍ដល់ Cecilia Marie រយៈពេល2ឆ្នាំបើសិនជានាងធំឡើងចង់រៀននៅទីនោះកូនស្រីជាក្តីសង្ឃឹមជាកាដូសម្រាប់ Jennifer ដែល Nathan បានបន្សល់ទុកឲ្យនាង Jennifer នឹងចិញ្ចឹមបីបាច់កូនស្រីឲ្យបានល្អបំផុតនាងនឹងផ្ដល់ភាពកក់ក្ដៅដើរតួជាឪពុកជាម្ដាយដ៏ល្អសម្រាប់កូនស្រី Jennifer និង Nathan ទើបតែរៀបការបាន1ឆ្នាំ Nathan ចិត្តខ្លាយជាឪពុករបស់គេគាត់សប្បាយចិត្តទន្ទឹងរង់ចាំថ្ងៃឃើញមុខកូនស្រីតែគាត់គ្មានវាសនាត្រូវជួបគ្រោះចង្រៃទៅវិញបុរសល្អប្តីល្អគ្រួសារដ៏កក់ក្ដៅត្រូវរលាយក្រោមស្នាដៃក្មេងទំនើងម្នាក់នេះហើយបានថាទោះបីជាប្រទេសរីកចម្រើនខ្លាំងក្លាល្អប៉ុណ្ណាក៏ដោយមនុស្សអាក្រក់ក្មេងខូចក្មេងទំនើងនៅតែមានយើងមិនគួរយកគំរូតាមស៊ីមមានឡើយគេជាក្មេងកំព្រារស់នៅជាមួយពូគេគួរតែខំប្រឹងរៀនសូត្រអភិវឌ្ឍខ្លួនឯងតែបែរជាដើរផ្លូវខុសទំនើងបង្កបទល្មើសប្រព្រឹត្តអំពើអសន្តិសុខក្នុងសង្គមទៅវិញ
យើងគួរតែខំប្រឹងអភិវឌ្ឍខ្លួនឯងដើម្បីក្លាយជាសសរទ្រូងនៃប្រទេសជាតិធ្វើឲ្យប្រទេសជាតិរីកចម្រើនខ្លាំងក្លាគ្រប់វិស័យទៅប្រទេសជិតខាងខ្លាចញញើតមិនហ៊ានមើលងាយឬឈ្លានពានដោយចោលសៀមចំពោះករណីរបស់ Nathan នៅថ្ងៃនេះខ្ញុំសូមបញ្ចប់វាត្រឹមតែប៉ុណ្្នឹងហើយជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អអរគុណច្រើនជម្រាបលា